Esta noche ocurrió un suceso ប្រពន្ធពី Breaking News ប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងថាមានស្ត្រីម្នាក់មកពីស្រុកគ្មានឈ្មោះអាថ៌កំបាំងរបស់តូអេនសាពិតមែនហើយព័ត៌មានបន្ទាន់មានរឿងដែលមិនគួរឲ្យជឿបានកើតឡើងនៅប្រលានយន្តហោះអន្តរជាតិ JFK ស្ត្រីម្នាក់បានមកដល់ដោយជើងហោះហើរពីទីក្រុង Tokyo ប៉ុន្តែលិខិតឆ្លងដែនដែលនាងកាន់គឺចេញដោយប្រទេសមួយដែលមិនមាននៅលើពិភពលោកពិតមែនហើយឈ្មោះប្រទេសនោះគឺតូអេនសាបាទគឺតូអេនសាជាកន្លែងដែលរកមិនឃើញនៅលើផែនទីណាមួយគ្មានមូលដ្ឋានទិន្នន័យណាមួយនិងគ្មានកំណត់ត្រាផ្លូវការក្នុងបញ្ជីឈ្មោះពិភពលោកណាមួយឡើយនៅពេលដែលមន្ត្រីអន្តរប្រវេសន៍ស្កេនលិខិតឆ្លងដែនរបស់នាងប្រព័ន្ធបានបង្ហាញថាជាប្រទេសដែលមិនស្គាល់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតឯកសារនោះមានត្រាទិដ្ឋាការដែលមានសុពលភាពពីប្រទេសជប៉ុនអេស្ប៉ាញនិងអាល្លឺម៉ង់សាក់សីបាននិយាយថាស្ត្រីរូបនេះហាក់ដូចជាមានការពាន់ច្រឡំពិតប្រាកដដូចជានាងមិនដឹងថានាងមកដល់ទីនេះដោយរបៀបណាដូចជានាងមកពីកន្លែងផ្សេងពីកន្លែងដែលមិនមាននៅលើពិភពលោកនេះអាជ្ញាធរបាននាំខ្លួននាងទៅសាកសួរប៉ុន្តែអាថ៌កំបាំងដ៏គួរឲ្យខ្លាចមួយនៅតែមានប្រសិនបើតូអេនសាមិនមាននោះលិខិតឆ្លងដែនរបស់នាងមកពីណាហើយប្រហែលជាមិនស្រួលជាងនេះទៅទៀតតើនាងមកពីណាតើបងប្អូនជឿលើការឆ្លងពេលវេលាដែរឬទេ